នេះគឺអ្នកនរត្រូវដាក់ SIM បែបនេះបាទយើងដាក់ជើងវាមកលើបែបហ្នឹងមកនិយាយទៅយើងអាចមើលតាមរូបភាពនេះអ្នកនរឃើញអត់យើងយកអាចជ្រុងហ្នឹងយើងដាក់តាមគេហ្នឹងមកបន្ទាប់មកយើងសកត់ចូលមកខ្ញុំសុំសកត់បន្តិចសម្រាប់ការសកត់ហ្នឹងគឺសកត់ឲ្យចូលវាបឺត SIM ហ្នឹងកុំឲ្យវាធាក់ជើង SIM ចេញវិញអ្នកនរអញ្ចឹងសកត់ទៅវានឹងលឹបចូលកន្លែងហ្នឹងហើយវាមានកលឹករបស់វាឬក្លឹកហើយបាទបន្ទាប់មកយើងមកមើលជាមួយនឹងសេវារបស់យើងកន្លែងនេះយើងចូលកន្លែង setting អ្នកនរចូល setting ហើយយើងចុចកន្លែង network and internet បន្ទាប់មកយើងចុចកន្លែង mobile plan នេះហើយយើងចុចអូខេ please insert SIM and restart យើងត្រូវ restart ដុំនឹងមួយមកយើងអាចធ្វើការដោះបាទភ្លើងវាអ្នកនរដោះភ្លើងមក plate មកបន្ទាប់ហើយឲ្យវា alert បែបហ្នឹងមកបានយើងដោតវាចូលវិញបាទដោតវាដំណើរការវិញមកដោតហើយយើងចាំបន្តិចមកវាលោតភ្លើង RGB មកហើយបន្ទាប់ពីយើង restart បាទយើងដកដួយឲ្យដោតចូលវិញបងឃើញកន្លែងនេះវាដាក់ពាក្យថាបាទ 4G បាទឬក៏ 3G តាមតំបន់សេវាទូរស័ព្ទយើងចឹងទៅហើយនៅហ្នឹងគឺវាមានសេវាទូរស័ព្ទហើយឃើញអត់បាទពេលភ្ជាប់អ៊ីនធឺណិតបាទហើយដើម្បីបើក 3G យើងចូល setting បន្ទាប់មកយើងចូលកន្លែង Wi-Fi នេះមកនេះមកដល់ Wi-Fi អញ្ចឹងហើយយើងអូសមកអ្នកនរឃើញកន្លែងលើនេះមកនេះអូសប៉ុណ្ណឹងមកឃើញអត់គេដាក់ពាក្យថាអ៊ីនធឺណិតបាទអានេះយើងបិទអញ្ចេះមក turn off មានន័យថាយើងបិទជាមួយ data mobile data របស់យើងហើយអញ្ចឹងយើងអាចភ្ជាប់ Wi-Fi បានធម្មតាបើចង់បើកបាទចុចកន្លែងហ្នឹងមកគឺយើងបើកជាមួយនឹងបាទ 4G 3G របស់យើងហើយអញ្ចឹងដូចជាមានប៉ុណ្្នឹងទេអ្នកនររបៀបដាក់ SIM យើងដាក់តែ SIM ទៅហើយ restart ម៉ាស៊ីនរបស់វាដកដួយឲ្យដាក់ចូលវិញទៅគឺវាដំណើរការធម្មតាទាំងអស់